ជាសទ្ធាជ្រះថ្លារបស់ព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារដោយឃើញថាការលំបាករបស់ប្រជាពលរដ្ឋគាត់ចាស់ជារាហើយគាត់ក៏នៅចិត្តភូមិនឹងដែរគាត់នឹងគឺឈ្មោះយាយហៀងនៅភូមិគុយឃុំដាស្រុកកំពង់លែងអញ្ចឹងព្រះចៅអធិការលោកក៏រៀបចំជាអង្គបន្តិចបន្តួចទឹកស៊ីអ៊ីវទឹកត្រីនិងមីដើម្បីជូនដល់គាត់ជាចាស់ទុំព្រោះគាត់នៅជិតវត្តគាត់អត់ណាស់នឹងខ្ញុំមានយោបល់ប៉ុណ្ណឹងគ្រាន់តែជំរាបព្រោះអីកន្លងមកអត់បាននិយាយបាទវាអដែរសូឡានៅភូមិគុយឃុំដាស្រុកកំពង់លែងនេះគឺផ្ទះយាយអឿននៅភូមិប្រាសាទឃុំដាស្រុកកំពង់លែងសុខសួស្តីមានសេចក្តីជ័យមង្គលសូមឲ្យសម្រេចផលបានដល់គូនេះស្ពានសូមរួចចាកទុកផលទៅមុខនេះខ្លះតែមានរីផលមានសូមអង្គបានសុខចម្រើនអាយុវែងណាស់នេះជាការចាត់ចែងរបស់លោកគ្រូព្រះចៅអធិការវត្តព្រះពុទ្ធលក្ខណៈមហាវិហារហ្នឹងឃើញថាគាត់ចាស់ក៏ខ្វះខាតអញ្ចឹងទេលោកបានចាត់ចែងជាអង្គបន្តិចបន្តួចទឹកត្រីទឹកស៊ីអ៊ីវមីដើម្បីជួយទៅដល់គាត់ឈ្មោះយាយសុងហើយគាត់នៅភូមិគុយឃុំដាស្រុកកំពង់លែងនៅជិតវត្តនឹងទេគាត់ឧស្សាហ៍ទៅមកនឹងវត្តដែរក៏ប៉ុន្តែគាត់មានការខ្វះខាតអញ្ចឹងហើយព្រះអង្គក៏នឹកឃើញថាគាត់ខ្វះខាតច្រើនអញ្ចឹងក៏គាត់ឲ្យចាត់ចែងឲ្យខ្ញុំនឹងនេនតូច2អង្គមកយកអំណោយទានដែលព្រះចៅអធិការលោកប្រទានឲ្យលោកយាយសុង